បាទសួស្តីអ្នកនរចឹងនឹងដែរយើងនឹងមកលេង Minecraft SMP episode ថ្មីអ្នកនាងហើយចំពោះ server episode នេះដែរគឺថាយើងលេងនៅក្នុង server ថ្មីគឺថា server នំប៉ាប់ KH បាទ server នេះគឺជា server របស់ខ្ញុំដែលខ្ញុំបង្កើតផ្ទាល់បាទហើយចំពោះ server នេះដែរគឺថាយើងអាចបង្កើត kingdom យើងអាចលេងជាមួយនឹងពួកម៉ារបស់យើងបានបើសិនជាអ្នកនាងអាចបើសិនជាអ្នកនាងចង់ចូលលេងអ្នកនាងអាចចូលមកលេងជាមួយនឹងខ្ញុំបានហើយការចូលនឹងដែរអ្នកនាងគ្រាន់តែចុច link Discord ដែលខ្ញុំដាក់នៅក្នុង comment អ្នកនាងគាត់ចុច link ហ្នឹងទៅវានាំអ្នកនាងចូលទៅកាន់ Discord របស់ខ្ញុំហើយអ្នកនាងធ្វើតាមគំរូប្រាប់បទដែលខ្ញុំដាក់មកអញ្ចឹងដោយសារតែខ្ញុំបានឃើញនៅ comment គួរសមដែរដែលគាត់បានសំណូមពរខ្ញុំបង្កើតនៅ server មួយដើម្បីលេងជុំគ្នាអញ្ចឹងឥឡូវក៏ខ្ញុំសម្រេចចិត្តថាធ្វើ server នេះហើយក៏មិនមែនជា server free ដែរអញ្ចឹងក៏នឹងក៏ជាហេតុដែរអ្នកនាងអាចជួយបងខ្ញុំម្នាក់តិចតិចហ្នឹងមកសម្រាប់ឲ្យខ្ញុំមានលុយធ្វើ server ឲ្យអ្នកនាងលេងនៅខែក្រោយទៀតបាទចឹងឥឡូវក៏បានខាត់ពេលវេលាយូរយើងនឹងទៅមើលវីដេអូរបៀបចូលលេងនៅក្នុង server ហ្នឹងតាមរយៈ Discord ហ្នឹងអ្នកនាងតោះចឹងអ្នកនេះក៏កុំភ្លេចជួយចុច like subscribe ខ្ញុំម្នាក់មួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើ server ឲ្យអ្នកនេះលេងនៅខែក្រោយទៀតបាទហ្នឹងតោះឥឡូវយើងទៅមើលវីដេអូហ្នឹងតើអរគ្នាចឹងបន្ទាប់ពីអ្នកគ្នាបានចុច link Discord របស់ខ្ញុំមកចឹងវានឹង load មកនៅផ្ទាំងហ្នឹងហើយចឹងអ្នកគ្នាសូមជ្រើសរើសយកពាក្យថាបង់លុយឬក៏ pay ហ្នឹងហើយចឹងជុំពេលអ្នកគ្នាចូលម្ដងហ្នឹងមកអ្នកគ្នាអាច scroll ទៅលើទៅដើម្បីរកមើល QR របស់ខ្ញុំហើយអ្នកគ្នាអាចបាញ់វាបានហ្នឹងហើយពេលអ្នកគ្នាបាញ់លុយចូលទៅក្នុង QR របស់ខ្ញុំហ្នឹងហើយអ្នកគ្នាគាត់តែ screenshot receipt អ្នកគ្នាហ្នឹងមកឬក៏ការទូទាត់ប្រាក់របស់អ្នកគ្នាហ្នឹងមកបន្ទាប់មកអ្នកគ្នាភ្ជាប់ជាមួយនឹងឈ្មោះនៅក្នុង account T-Launcher របស់អ្នកគ្នាឬក៏ account Minecraft របស់អ្នកគ្នាហ្នឹងអញ្ចឹងបន្ទាប់មកខ្ញុំនឹងឃើញឈ្មោះរបស់អ្នកគ្នា load មកហើយខ្ញុំនឹង copy ឈ្មោះរបស់អ្នកគ្នាហ្នឹងដាក់ whitelist ជូនហើយបន្ទាប់មកអ្នកគ្នាអាចចូលទៅ copy IP server នៅកន្លែងត្រង់នេះហើយចំពោះ Java អ្នកគ្នាអាច copy នៅខាងលើទៅតែបើសិនជាអ្នកគ្នាលេងនៅលើ Bedrock អ្នកគ្នាអាច copy នៅខាងក្រោមនេះដោយមាន IP ផ្សេងហើយនឹង port ផ្សេងហ្នឹងហើយហ្នឹងអ្នកគ្នាអញ្ចឹងឥឡូវបន្ទាប់ពីអ្នកគ្នាឆាប្រាប់ខ្ញុំមកអញ្ចឹងខ្ញុំនឹងដាក់ whitelist ឲ្យអ្នកគ្នាហើយអញ្ចឹងពេលអ្នកគ្នាចូលមកអ្នកគ្នាវាយធ្វើការវាយ IP អញ្ចឹងមកនេះចំពោះJava អ្នកគ្នាហើយចំពោះ Bedrock កន្លែង address យើងវាយដូចគ្នាគាត់តែថែម port គាត់តែថែម port នៅពីក្រោមឯអ្នកគ្នាហ្នឹងហើយគាត់ថែម port មកវាឲ្យចូលឯអ្នកគ្នាចំពោះ port ដូចជា55099អ្នកគ្នាហ្នឹងហើយចំពោះ port ណាប៉ុន្តែចំពោះ Java អ្នកគ្នាដាក់ប៉ុណ្្នឹងមករួចអ្នកគ្នាចុច done ហើយតោះមកអ្នកគ្នាធ្វើការចូលទៅអូខេអញ្ចឹងពេលអ្នកគ្នាចូលមកដល់ហ្នឹងហើយអ្នកគ្នាមិនបាច់ខ្វល់លេច្រើនទេអ្នកគ្នាធ្វើការ slash មកហើយអ្នកគ្នាដាក់ register នេះអ្នកគ្នាដាក់ register អញ្ចឹងមករួចអ្នកគ្នាដាក់អីក៏ដាក់ទៅខ្ញុំដាក់1 2 3 1 1 2 2 3 3ចាអញ្ចឹងប៉ុណ្្នឹងអ្នកគ្នារួចអីអញ្ចឹងនៅពេលអ្នកគ្នាចូលលេងលើក្រៅទៀតអ្នកគ្នាមិនបាច់ register ទេអ្នកគ្នាគ្រាន់តែដាក់ចេះមកពេលអ្នកគ្នាចូលលេងលើក្រៅទៀតណាបើអ្នកគ្នាចូលដំបូងអ្នកគ្នាត្រូវ register ពេលអ្នកគ្នាចូលលើក្រៅទៀតអ្នកគ្នាគ្រាន់តែវាយតែ password ដែលអ្នកគ្នាដាក់ហ្នឹងមកវាយត្រូវអ្នកគ្នាវាយ password ប៉ុណ្្នឹងមករួចអ្នកគ្នាអាចចូលលេងបានហើយតោះអញ្ចឹងនេះអ្នកគ្នាចូលមកនឹងឃើញ spawn នៅអ្នកគ្នាហ្នឹងហើយចូលមកអ្នកគ្នាឃើញ spawn ហ្នឹងហើយតែអត់ដឹងមិនបានមិញវា spawn លើនោះអ្នកគ្នាអត់ដឹងដែរហ្នឹងហើយអញ្ចឹងអ្នកគ្នាចូលមកវាឃើញអ្នកគ្នាឃើញអញ្ចឹងហើយអ្នកគ្នាអាចដើមដែរបានអញ្ចឹងអ្នកគ្នាអាច OTP បានខ្ញុំនឹងសរសេរប្រាប់កន្លែងនេះហើយអ្នកគ្នាចូលមកអ្នកគ្នាអាច OTP ហើយអ្នកគ្នាក៏អាច create kingdom ដែរអ្នកគ្នា you can create your own kingdom នេះគឺ /k create ចឹងទៅហើយអ្នកគ្នាដាក់ឈ្មោះ kingdom អ្នកគ្នាទៅហើយដល់ពេលកន្លែងនេះអ្នកគ្នាអាចដាក់ /OTP ហើយវាទៅវានាំអ្នកគ្នាទៅកន្លែងណាផ្សេងអញ្ចឹងឬក៏អ្នកគ្នាអត់ចង់ OTP ក៏បានដែរអ្នកគ្នាអាចចេញទៅកាប់ឈើយកហ្មងក៏បានដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាអាចទៅកាប់ឈើយកមកធ្វើផ្ទះក៏បានដែរអ្នកគ្នាចង់ដើរខ្លួនឯងក៏បានតែបើសិនជាអ្នកគ្នាចង់លឿនខ្លាចថាគេមកកាប់សម្លាប់អ្នកគ្នាអាចដាក់ /OTP មករយៈពេល5 second ទៀតវានឹងនាំអ្នកគ្នាទៅកន្លែងណាមួយហីនៅអ្នកគ្នាបានឃើញអញ្ចឹងគឺឥឡូវខ្ញុំបានមកដល់ jungle ហើយហ្នឹងហើយអញ្ចឹងអ្នកគ្នាអាចកាប់ឈើកាប់ធ្វើផ្ទះបានអត់ជាបញ្ហាទេអ្នកគ្នាហ្នឹងហើយអញ្ចឹងអ្នកគ្នាកុំភ្លេចចូលមកលេងទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងទៅមើលនៅ episode SMP យើងវិញតោះទៀតអូខេអ្នកគ្នាអញ្ចឹងឥឡូវកុំឲ្យខាតពេលវេលាយូរយើងនឹងទៅមើលនៅក្នុង episode ថា episode ទីម៉ានចឹង episode ទី1ហ៎អញ្ចឹងឥឡូវយើងមកលេង episode ទី1ម្ដងទៀតទៅគេទៅយើងព្រោះហ្នឹងវាកាលពី episode មុនខ្ញុំលេងបានតែត្រឹម episode ទី2ទេប៉ុន្តែឥឡូវខ្ញុំ
កាត់ទៅដោយសារឥឡូវយើងមកលេង server ថ្មីអញ្ចឹងក៏សម្រាប់ចិត្តថាដាក់នេះជា episode ទី1ម្ដងទៀតទៅបាទអញ្ចឹងក៏អធិស្ឋានអ្នកគ្នាដែរតោះអញ្ចឹងនៅក្នុង episode ហ្នឹងដែរខ្ញុំនឹងទៅធ្វើ farm អ្នកគ្នាគឺថាខ្ញុំធ្វើ farm តំណាំអាចធ្វើនៅក្រោមនោះហើយឥឡូវគឺថាពូម៉ាក់ខ្ញុំអីគាត់បានចាប់សត្វមកអ្នកគ្នានេះគឺថាអាចគាត់មានចាប់ជាមកហើយនឹងចាប់គោមកដែរអញ្ចឹងយើងនឹងទៅធ្វើ farm enchantment អញ្ចឹងណា enchantment table អាហ្នឹងគេ enchantment table ហ្នឹងអញ្ចឹងហ្នឹងហើយយើងនឹងតិចទៀតយើងធ្វើ farm enchantment table តែឥឡូវយើងទៅរកកន្លែងសម្រាប់ដាំដំណាំជាពិសេសគឺ sugar cane អ្នកគ្នាគឺសំខាន់ដើម្បីយើងធ្វើกระดาษបានតោះអញ្ចឹងតោះ bro hand in តោះយើងទៅរកកន្លែង bro ទៅរក sugar cane មកខ្ញុំធ្វើកន្លែងដាំដំណាំចឹងចំពោះ farm តំណាំខ្ញុំប្រហែលជាខ្ញុំធ្វើចដាចុះពីលើមកអ្នកគ្នាហើយជាធ្វើចដាចុះមកក្រោមនេះហើយដាក់ដុំហ្នឹងអ្នកគ្នាហ្នឹងហើយដុំហ្នឹងឯងហើយខ្ញុំអធិស្ឋានផងណាដែលអ្នកគ្នាឃើញមានដាក់ផ្ទាំងមួយបាំងនៅលើកន្លែង scoreboard ហ្នឹងគឺខ្ញុំបាំង coordinate អ្នកគ្នាអញ្ចឹងអា3ហ្នឹងជា coordinate ខ្ញុំអាចបង្ហាញបានទេដោយសារខ្លាចពួក kingdom ផ្សេងគេមករេតផ្ទះខ្ញុំអញ្ចឹងណាអ្នកគ្នាចឹងអ្នកគ្នាលេងក៏ប្រយ័ត្នទៅបើសិនអ្នកគ្នាចូលលេងអ្នកគ្នាអាចបាំងដែរទៅប្រយ័ត្នគេចូលមករ៉ែតផ្ទះខ្ញុំអត់ដឹងទេចឹងព្រោះថា server នេះបើកឲ្យរ៉ែតផ្ទះគ្នា free អ្នកគ្នាចឹងកុំឲ្យខតគេឃើញអ្នកគ្នាឥឡូវខ្ញុំធ្វើការរកកន្លែងចឹងខ្ញុំសម្រេចចិត្តថាធ្វើនៅកន្លែងនេះហើយដោយសារវាមើលទៅក៏វាអត់ឆ្ងាយពីផ្ទះយើងប៉ុន្មានដែរអ្នកគ្នាយើងធ្វើតែចដើចុះមកគឺដល់ហ្មងតែខ្ញុំលងភ្នំអាភ្នំចង់លងធ្វើគីណាកន្លែងរបស់នេះអីគេក្រោមអីគេក្រោមកន្លែងយើងនៅមែនកន្លែងភ្នំហ្នឹងភ្នំចិត្តហ្នឹងភ្នំខ្ពស់ហ្នឹងមែនដាក់កន្លែងដាក់របស់ដែរគាត់ថាចង់ធ្វើផ្ទះវិញចង់ធ្វើដូច storage អីចឹងបាទធ្វើអញ្ចឹងហ្នឹងចុះឥឡូវមានដីអត់មានដីទេនេះចោះកាប់តិចមកអាក្រោយចិត្តឈប់អាហ្នឹងនៅចិត្ត3តំបន់នៅសវណ្ណា4ព្រៃក្រហមហើយអាប្លុកដីត្រាប់ធ្វើប្លុកស្អាតអូជុំអាបាយុំភ្នំក្រហមហ្នឹងមែនអញភ្លេចឈ្មោះដែរស្គាល់ហើយហើយខ្សាច់អូហើយខ្សាច់ហើយបើទៅបន្តិចនោះអាខាងនោះមានសមុទ្រអែមសវណ្ណនេះយើងបើកឆឹងរៀងគួរសមដែរតើលើកនេះបើកបាន16ឆឹងប៉ុណ្ណឹងវាគួរសមហើយមកលេងទាំងទូរស័ព្ទទាំងនេះចឹងណាឥឡូវធ្វើការធ្វើ crafting table មួយអ្នកគ្នាធ្វើប៉ែលជីកដីអាភិកអូខេដីយើងត្រូវការច្រើនគួរសមដែរទីពេលរបស់ត្រៀមទៅបាយម៉ាញ់នៅច្រើនធំមកហើយភូមិមែនឃើញភូមិមែនទេសត្វធំមែនស្លាហោមមែនបានតាសត្វហោមកើតតាឃើញបើអត់មានឃើញបើអត់ចាប់អត់ហើយនេះអ្នកនេះអញ្ចឹងកន្លែងយើងដាក់ដីយើងដាក់អញ្ចឹងទៅលឿនកន្លែងនេះប្រហែលប៉ុណ្ណឹង
ដាក់ដាំឲ្យច្រើនមកប្រូឲ្យបានច្រើនអែមហើយយើងដាក់ដៃប៉ុណ្ណេះសិនឬក៏មិនបាក់នេះបាទបាក់ pickaxe បាទអូដែកកាប់សេរីតែញរាប់សិន1 2 3 4ចឹងបន្លោះនេះយើងធ្វើការដាក់ចេះទៅ nice អូខេរួចមកយើងធ្វើលើកអត់ចាំអីរកអីទៅមិននេះកាប់ខ្សាច់មកផងកាប់មួយ stack អីមក2 stack អីមកមិនគ្រប់ដាំបើឲ្យច្រើនតិច accept មក TP accept អូខេអូខេណែក្របបណ្ណាំតែយើងយកក្របបណ្ណាំយកហើយយើងធ្វើកាប់ស៊ីទៅទុកយកទៅដាំផ្ទះយើងបាទយើងកុំតិចភូមិនេះចោលទៅជួយស៊ីច្រើនហ៎ដាំគ្រប់ឯនេះស៊ីតែប្រហែលលឺក្នុង record ប្រហែលជាលឺជួយវាយទៀតហើយលូតច្រើនលូតជាភាសាស្បៀងជាមើលតែគ្នាយើងច្រើនបើបាន potato ស្រួលលេង potato វាដុតទៅបានច្រើនញ៉ាំបានយូរដែរដាក់ទឹកហើយខ្ញុំសុំធ្វើការដាក់ដាំដំណាំសិនអ្នកនរយើងអត់មាន potato ទេឥឡូវយើងធ្វើការដាំ seed សិនអត់មានតឡងណៃ8 1ហើយក៏លើទៀតមកហើយមើលក្នុងថងនៅនេះចឹងកន្លែងនេះវារៀងវែងតិចគឺថាខ្ញុំអង្គុយកាប់ភ្នំហើយធ្វើចដាទេអ្នកគ្នាចឹងខ្ញុំសុំដាក់ជា speed up អីដើម្បីឲ្យអ្នកគ្នាមើលឆាប់ចប់ចូលបែបនេះណា Kingdom គេយើងច្រើនកុំតន់កាប់ពេលយើងអត់កាប់ទៅវាប្រកាត់ទៅបានច្រើនចុំយ៉ាអញមាននំប៉័ងនំប៉័ង56តែយើងបញ្ចប់វីដេអូសិនណាមកនេះមកនៅឯនេះចឹងនៅក្នុងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេក្នុងអេពីសូតទី1គឺថាយើងបានធ្វើជាមួយនឹងអីគេ farm seed ហ្នឹងហើយកន្លែងដាំដំណាំកន្លែងដាំស្រូវហ្នឹងហើយជាមួយនឹងយើងបានធ្វើចដាចុះទៅកន្លែង farm យើង
ចឹងអត់មានអីបន្ថែមលើពីនេះទេអ្នកនេះចឹងឥឡូវបើសិនជាអ្នកនេះចូលចិត្ត episode នេះចង់លេង server នេះកុំភ្លេច like ហើយ subscribe មកហើយអ្នកនេះចង់លេងអាចធ្វើដូចនៅដើមវីដេអូដែលខ្ញុំបានដាក់នឹងបានហើយអរគុណច្រើនអ្នកនេះសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់សូមអ្នកនេះជួយចុច like subscribe ម្នាក់មួយផងអ្នកនេះគឺថាអរគុណអ្នកនេះខ្លាំងមែនតើចំពោះតាំងពី episode មុនគឺថាឃើញ view ឡើងរហូតដល់ 1k.5 ហើយនឹង 1k.2 អញ្ចឹងពិតជាអរគុណអ្នកនេះមែនតើសម្រាប់ការមើលក៏ដូចជា like មកកាន់ខ្ញុំបាទហ្នឹងហើយចឹងអ្នកនេះកុំភ្លេចជួយ like subscribe បន្ថែមទៀតទៅគឺថាខ្មែរជួយខ្មែរបាទគឺពាក្យហ្នឹងគឺថា style ខ្ញុំឯងបាទគឺខ្មែរជួយខ្មែរបាទចឹងអរគុណច្រើនអ្នកនេះចឹងសង្ឃឹមថាអ្នកគ្នាជួយគ្រប់គ្រងបន្តទៀតដើម្បីឲ្យខ្ញុំមានថវិកាតិចតួចសម្រាប់បង្កើត server ចែកជូនអ្នកគ្នាលេងចឹងណាអ្នកគ្នាចឹងកុំភ្លេចចូលមកលេងទាំងអស់គ្នាហើយបង្កើត kingdom ដែលអ្នកគ្នាចង់លេងជាមួយពួកម៉ារបស់អ្នកគ្នាដាក់ឈ្មោះអីក៏បានដែរចឹងមានតែប៉ុណ្្នឹងទេជួបគ្នាក្នុង episode ក្រោយបាទ